សួស្តីអ្នកគ្នាថ្ងៃនេះយើងមកសម្រាយរឿងការវិលត្រឡប់វិញរបស់គ្រូវេទមន្តតាមចិញ្ចើមថ្នល់មុននឹងចូលទៅដល់សាច់រឿងសូមអ្នកគ្នាជួយ Subscribe Like និង Comment អ្នកមួយផងដើម្បីជាកម្លាំងចិត្តឲ្យ Admin សម្រាយរឿងបន្តទៀតនៅជាអ្នកដោះស្រាយបញ្ហានៅឡើយមុនពេលដែលខ្ញុំវិលត្រឡប់ទៅកាន់អតីតកាលវិញពួកយើងត្រូវបានគេបញ្ជូនទៅកាន់ផ្ទះត្រកូល Blender ពួកប្រុសក៏បាននិយាយឡើងហេតុអីក៏ត្រូវអូសពួកយើងចូលទៅពាក់ព័ន្ធដែរគោ Blender គួរតែមានសមត្ថភាពដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេបានតើភ័ក្ររបស់ទូប្រុសបាននិយាយឡើងថាតើនរណាទៅដឹងថាពួកថ្នាក់លើទាំងនោះកំពុងគិតអ្វីខ្ញុំឮថាមានសត្វចម្លែកមួយក្បាលនៅក្នុងត្រកូល Blender តាមពាក្យចចាមរាមសត្វចម្លែកនោះបានសម្លាប់មនុស្សអស់រាប់សិបនាក់រួចទៅហើយទូប្រុសបាននិយាយឡើងថាសត្វចម្លែកតើវាដូចជាអូកាមែនទេសត្វចម្លែកអូកានឹងគឺជាយក្សដែលស៊ីសាច់មនុស្សអ្នកគ្នាតែខ្ញុំក៏អត់ដឹងថាគេហៅចឹងឬក៏យ៉ាងម៉េចដែរចាខ្ញុំតាក់ហូបឲ្យមើលនៅពេលដែលទូប្រុសបានមកដល់គាត់ដូចជាបានឃើញអ្វីមួយដែលគួរឲ្យខ្លាចវាគួរឲ្យខ្លាចជាងពួកយ៉ាអូកឺទៅទៀតវាអាក្រក់លើសពីអ្វីដែលខ្ញុំបានគិតឆ្ងាយណាស់ខ្ញុំបានមើលមនុស្សម្នាក់កំពុងហែករាងកាយមនុស្សម្នាក់ទៀតជាបំណែកហើយគេថែមទាំងសោកយ៉ាងសប្បាយខណៈពេលដែលគេកំពុងតែហែករាងកាយជន់រងគ្រោះរបស់គេជាបំណែកសត្វចម្លែកនៃត្រកូល Blender គេគឺជាអ្នកកាប់សម្លាប់ដែលមិនចេះស្លាប់ថាអ្នកព្យាយាមសម្លាប់គេអស់ប្រមាណដងក៏ដោយក៏គេនៅតែមិនស្លាប់ដែរគឺ Demon Wong Blender ហើយនោះគឺជារឿងថ្ងៃអនាគតរបស់គេឥឡូវនេះគេគឺគ្រាន់តែជាក្មេងម្នាក់តែប៉ុណ្ណោះគេមានកំពុងតែមើលស្រមោចប្រឃើញដូច្នេះហើយក៏បានគិតថាមេងនេះទំនេរខ្លាំងណាស់មែនទេបែរជាមកអង្គុយរកស្រមោចបែបនេះទូប្រុសបានគិតក្នុងចិត្តថាគេមិនមែនត្រឹមតែជាសមាជិកនៃត្រកូល Blender ប៉ុណ្ណោះទេតែគេគឺជាកូនប្រុសរបស់មេគ្រួសារទៀតផងតើគេមកធ្លាក់ខ្លួនដល់ថ្នាក់នេះដោយរបៀបណាពេលនោះដែលមានក៏បានងើបឈរឡើងនិងបាននិយាយថាខ្ញុំឃ្លានហើយនឹងបានបបួលទូប្រុសរបស់យើងទៅញ៉ាំអីមាននិយាយទៀតថាម៉ាក់ខ្ញុំតែងតែប្រាប់ថាបើមិនចង់ឈឺទេត្រូវតែញ៉ាំឲ្យបានច្រើនតែឯងឈឺបែបនេះក៏ព្រោះតែឯងញ៉ាំមិនបានល្អនឹងឯងទូប្រុសក៏បានយល់ស្របនឹងសម្ដីនេះផងដែរទូប្រុសក៏បានងើបឈរឡើងនិងបានក៏ក្នុងចិត្តថានៅទៅគេប្រហែលជាកំពុងនិយាយត្រូវរឿងអ្វីមួយហើយទូប្រុសក៏បានសួរទៅដែលមានថាចុះឯងវិញមានលុយទិញអីញ៉ាំដែរអត់ដែលមានក៏បានបើកថង់ប្រាក់របស់គាត់បាននិយាយថានេះមែនទេទូប្រុសក៏បានយកដៃទៅគៀកស្មាដេមៀនបានហៅឈ្មោះដេមៀនរួចគាត់ក៏លើកមេដៃឡើងនិងនិយាយឡើងថាពួកយើងជាមិត្តនឹងគ្នាតើមែនទេខ្ញុំថាពួកយើងជាមិត្តគឺមានន័យថាពួកយើងគឺជាមិត្តនឹងគ្នាហើយមិត្តភក្តិគឺត្រូវតែចេះចែករំលែកអ្វីដែលខ្លួនមានឲ្យគ្នាទៅវិញទៅមកតោះទៅមិត្តសម្លាញ់ដល់ពេលយើងញ៉ាំអីហើយមានបាននិយាយឡើងខ្ញុំមានមិត្តភក្តិហើយពួកគេនៅតែបន្តសន្ទនាគ្នាទៀតពួកគេពីរនាក់ក៏ពុកទៅនៅក្នុងផ្ទះមួយប្រុសបានផ្ទះពោះខ្លួនឯងនិងបាននិយាយថាការដែលខ្លួនប្រាណស្អាតបែបនេះក៏មានអារម្មណ៍ល្អម្យ៉ាងដែរពួកប្រុសក៏បានសួរទៅដែលមានថាចុះឯងកំពុងតែធ្វើអីហ្នឹងដែលមានក៏បាននិយាយឡើងថានៅពីលើហាងបាយនេះមានផ្ទះមួយហើយខ្ញុំបែរជាដេកនៅតាមចិញ្ចើមផ្លូវទៅវិញប៉ុន្តែពីមុនមកខ្ញុំមិនដែលបានចាប់អារម្មណ៍រឿងនេះទាល់តែសោះដែលមានក៏បានច្រត់លើពូកនិងបាននិយាយថាអូនឹកឃើញហើយមានក៏បាននិយាយទាំងមើលម៉ាត់ថាខ្ញុំក៏គ្មានឪពុកដូចគ្នាដែរទូប្រុសបានឆ្ងល់និងបាននិយាយថាអត់ទេអ្នកមានទេវាក៏បាននិយាយប្រកែកថាទេខ្ញុំហ៊ានស្បត់ទូប្រុសក៏បាននិយាយឡើងថានិយាយមែនណាកុំយកដណ្ដើមគ្នាថាណាកំសត់ជាងអីប្រុសក៏បានសួរថាចំដែរអញវិញឯងមានម្ដាយមែនទេតើគាត់នៅឯណាមានក៏បានឆ្លើយគាត់មកនៅទីនេះទេប្រុសរបស់យើងក៏បានដកដង្ហើមធំនិងក៏ក្នុងចិត្តថាអញ្ចឹងមានន័យថាអត់មានឪពុកដែររបស់គេគឺចង់សម្ដីលើពួកគេមិននៅទីនេះនឹងឯងក៏ទៅគេចេះឆ្នៃប្រឌិតនៃពាក្យសម្ដីដែរតាអូខេដល់ពេលដែលខ្ញុំត្រូវវេកញែកការពិតតើមានរឿងអ្វីកើតឡើងនៅទីនេះឲ្យប្រកាសហើយទូប្រុសយើងក៏បានសួរទៅដេមានចុះតើឯងមកនៅតាមផ្លូវតាមណាឯងបែបនេះតាំងពីពេលណាមកហើយដេមានក៏បានរាប់ដៃនិយាយថាគឺខ្ញុំដេកតាមផ្លូវបាន10ដងហើយតាំងពីរត់ចេញពីផ្ទះមកទូប្រុសបានគិតក្នុងចិត្តគេកំពុងតែរត់គេចខ្លួនមែនទេតើមានគេដេញតាមគេមែនទេពួកប្រុសក៏បានសួរទៅដេមានថា10ដងឯងចង់ន័យថា10យប់មែនទេដេមានក៏បានឆ្លើយថាខ្ញុំក៏ពូកែគេងថ្ងៃដែរតើពួកប្រុសលើដូច្នេះហើយពិតជាឆ្ងល់ទេដូចជាបានសួរពីអាហ្នឹងទេមិនដេមានយើងឆ្លើយពីអាហ្នឹងអត់យល់ទេនេះហើយដេមានក៏បាននិយាយទាំងសប្បាយចិត្តទៀតថាពេលខ្លះខ្ញុំថែមទាំងអាចគេងថ្ងៃបានដល់ទៅ2ដងក្នុងមួយថ្ងៃទៀតផងក៏មើងងាយសមត្ថភាពកម្ពុជាអ្នកគេងថ្ងៃរបស់ខ្ញុំឲ្យសោះទោះជា
ជាយ៉ាងណាក៏ដោយសរុបមកខ្ញុំបានដេកតាមផ្លូវបាន10 ដងហើយប្រុសយើងឮដូច្នេះហើយលោកសញ្ញាសួរពេញខួរក្បាលទៅហើយពួកប្រុសក៏បានសួរទៅដេមានទៀតថាអញ្ចឹងវាប្រហែលជា3 ឬ 4 ថ្ងៃហើយមែនទេដេមានក៏បានផ្ដួលខ្លួនទៅលើគ្រែនិងបាននិយាយថាប៉ុន្តែខ្ញុំមិនដែលបានកេងថ្ងៃនៅទីនោះទេព្រោះដីនៅទីនោះវារឹងពេកមិនអាចកេងបានឡើយទូប្រុសនៅពេលដែលឃើញដេមានបានដេកហើយគេក៏ងាកទៅមើលខ្នើយរបស់គេផងដែរបានផ្ដេកខ្លួនទៅលើខ្នើយនោះផងដែរទូប្រុសបានគិតថាដេមាននេះពិតជាចម្លែកខុសគេមែនគាត់បានគិតក្នុងចិត្តទៀតថាយ៉ាងណាក៏ដោយចុះខណៈពេលដែលគេកំពុងតែដើរនៅតំបន់ព្រំដែននេះខ្ញុំនឹងដើរតួជាអ្នកមើលថែក្មេងឲ្យគេសិនទៅចុះការស្គាល់មនុស្សនៅក្នុងត្រកូល Blender អាចនឹងមានប្រយោជន៍សម្រាប់ខ្ញុំនៅថ្ងៃក្រោយកន្លែងនេះក៏មិនសូវជាស្រណុកប្រមាណដែរការមានទំនាក់ទំនងជាមួយត្រកូល Blender អាចជួយខ្ញុំបានច្រើននៅពេលដែលខ្ញុំត្រូវប្រឈមមុខនឹង Dixulan នៅថ្ងៃណាមួយម្យ៉ាងវិញទៀតនៅក្នុងវិមានរបស់ពួកអភិជនគឺតែងតែសម្បូរទៅដោយសៀវភៅអានមិនចេះអស់ប៉ុន្តែមានរឿងមួយដែលខ្ញុំត្រូវធ្វើជាមុនសិនការគុំគួនពីការវាយប្រហារទាំង57 លើកនោះនៅតែដុតរោក្នុងទ្រុងរបស់ខ្ញុំនៅឡើយហើយគេក៏បានកាត់មកដល់ពេលឥឡូវវិញប្រុសក៏បាននិយាយទៅកាន់ដេម៉ានថាដេម៉ានឥឡូវខ្ញុំត្រូវសម្រាកហើយកុំមកក្បែរខ្ញុំឲ្យសោះយល់ទេឯងហ៊ានតែមកក្បែរឯងនៅស្ដាយក្រោយមិនខានបន្ទាប់មកទូប្រុសក៏បានកេងលក់ទៅតែទូប្រុសរបស់យើងបានគិតក្នុងចិត្តថាការពិជាតិមុនខ្ញុំតែងតែពឹងផ្អែកលើការប្រើវេទមន្តបែបបត់ស្តង់ដារសម្រាប់អ្នកដោះស្រាយបញ្ហាតែវាអាចជួយខ្ញុំបានត្រឹមតែមួយកម្រិតប៉ុណ្ណោះហើយជាមូលហេតុដែលខ្ញុំធ្លាប់លួចចូលផ្ទះពួកអភិជនដើម្បីលួចសៀវភៅមន្តអាគមរបស់ពួកគេខ្ញុំស្ទើរតែត្រូវគេសម្លាប់បាត់ទៅហើយនៅពេលដែលគេដឹងខ្លួននឹងឃើញខ្ញុំប៉ុន្តែវេទមន្តដែលខ្ញុំរៀនតាមរបៀបនេះពិតជាមានប្រយោជន៍ខ្លាំងណាស់ឧទាហរណ៍ដូចជារូបកាយដែកថែបរបស់មេតបវិជាតាក់ទងនឹងវិញ្ញាណវិជាកោះហៅវិជាគីមីសាស្ត្របុរាណនិងមន្តអាគមចម្រុះផ្សេងទៀតជាច្រើនប៉ុន្តែនៅចំពេលដែលស្ថិតក្នុងស្ថានភាពស្លាប់រស់ខ្ញុំបែរជាបានជួបប្រទះនៅអំណាចម្យ៉ាងដែលចេញពីសុបិនអាក្រក់បំផុតហើយនោះជាមូលហេតុដែលជាថ្មីម្ដងទៀតមាគានៃមន្តអាគមនេះពួកប្រុសក៏បានភ្ញាក់ពីសុបិននិងគិតក្នុងចិត្តថាខ្ញុំនឹងហាត់ឲ្យស្ទាត់ជំនាញនៅវិជាមន្តអាគមគ្រឹះរបស់ Dixulan ដែលមានឈ្មោះថាវិជាតារាសាស្ត្រនេះគឺជាគ្រឹះនៃមន្តអាគមទាំងឡាយរបស់ Dixulan តែវាមានសមត្ថភាពអាចបញ្ជានិងបញ្ចេញធាតុម៉ាណាគ្រប់ប្រភេទទាំងអស់គិតទៅការដែលខ្ញុំខំទន្ទិញចាំរាល់ឯកសារស្រាវជ្រាវការពីមុនពិតជាមិនអត់ប្រយោជន៍ទេបញ្ចេញខ្យល់ដង្ហើមចេញមកវាកំពុងតែឆេះដូចជាម៉ាណារលាយកាត់រាងកាយរបស់ខ្ញុំអីចឹងហើយម៉ាណាពណ៌ក្រហមនោះក៏បានហូរចូលទៅកន្លែងនិមិត្តសញ្ញានៅដើមទ្រូងរបស់តួប្រុសតើមានរឿងអ្វីកើតឡើងចំពោះខ្ញុំតាមស្មារតីឲ្យជាប់ខ្ញុំត្រូវដំណើរការវិជាឲ្យបានប្រុសឥឡូវនេះកំពុងតែបែកញើសបានមើលរាងកាយរបស់ខ្លួនឯងកំពុងតែបញ្ចេញជាតិកខ្វក់មានតែពួកកម្ពុជាមន្តអាគមអភិជនប៉ុណ្ណោះតែដំណើរការវិជានេះឲ្យកូនរបស់ពួកគេមន្តអាគមនេះនឹងរុញច្រានម៉ាណាចូលទៅក្នុងសៀវគីមន្តអាគមដើម្បីជំរះរាល់ជាតិកខ្វក់ទាំងឡាយចេញពីវាត្រូវបានគេហៅថាការស្រោចស្រពម៉ាណាប្រុសក៏បានភ្ញាក់ដឹងខ្លួនឡើងគាត់បានដកដង្ហើមយ៉ាងហត់បានក្នុងចិត្តថាតើពេលវេលាកន្លងផុតទៅយូរប៉ុណ្ណាហើយណៃអេដេមានរបស់យើងវិញនៅតែដេកលក់ស្កប់ស្កល់នៅឡើយទេប្រុសក៏បានមើលទៅរាងកាយរបស់ខ្លួននិងបាននិយាយថាឥឡូវនេះគ្មានជាតិកខ្វក់សេសសល់ទៀតទេហើយម៉ាណារបស់ខ្ញុំមានអារម្មណ៍ថាបរិសុទ្ធខ្លាំងណាស់កម្រិតភាពបរិសុទ្ធនៃម៉ាណារបស់ខ្ញុំនៅពេលនេះគឺខ្លាំងជាងកាលពីមុនទៅទៀតទោះជាយ៉ាងនេះក្តីវាហាក់ដូចជាមិនអាចទៅរួចឡើយក្នុងការយកឈ្នះ Dixulan ទោះបីជាខ្ញុំត្រូវការថ្មី100ជាទៀតក៏ដោយតែអ្វីដែលខ្ញុំប្រកាសនោះគឺថាការឈ្នះរបស់ខ្ញុំបានកើនឡើងហើយធ្លាប់ជាអ្នកដោះស្រាយបញ្ហាម្នាក់ខ្ញុំនឹងមិនបោះបង់ឡើយទោះបីជាឱកាសជោគជ័យរបស់ខ្ញុំខិតនៅចិត្តសូន្យកម្រិតណាក៏ដោយក៏បានកាត់មកដល់ថ្ងៃថ្មីដែលមានបាននិយាយឡើងថាវ៉ាវពិតជាអស្ចារ្យមែនសក់របស់ខ្ញុំប្រែជាពណ៌ត្នោតហើយជាមួយនឹងសម្លៀកបំពាក់ថ្មីនេះនឹងគ្មានអ្នកណាម្នាក់មកពីត្រកូល Blender ចំណាំគេបានឡើយចុះឥឡូវនេះរឿងមួយដែលខ្ញុំត្រូវធ្វើគឺមានក៏បានសួរទៅទូប្រុសថាតើឥឡូវនេះពួកយើងនឹងធ្វើអ្វីទៅទូប្រុសក៏បានងាកមកនិងបាននិយាយជាគាត់មានកម្រងការរួចទៅហើយពួកយើងនឹងទៅវាយពួកវាមានបរិសម្នាក់ដូចជាកំពុងតែងើបពីគេបានងើយទៅមើលលើមេឃនិងបាននិយាយថាខ្ញុំបានគេលក់ស្រួលណាស់ពិតជាថ្ងៃល្អ
ដល់ស្រាប់បំប្រងមែនបុរសនេះប្រហែលជាមេរបស់ទូប្រុសហើយនៅពេលដែលឃើញទូប្រុសមកគេបាននិយាយថានេះគឺជាអពៈមួយដែលរត់តើមេរបស់ទូប្រុសបាននិយាយទៀតថាអាឡប់ឯងដើរទៅងាប់នៅឯណាទៅតែមកដល់ហើយមើលចោះសម្លៀកបំពាក់ឯងនោះនេះឯងទៅមូតទឹកក្នុងទន្លេសៀលមកមែនទេក្មេងម្នាក់នេះជានរណាមើលទៅហឺហាណាស់តើគ្រាន់តែនិយាយចាប់ភ្លាមទូប្រុសក៏បានសងទៅមួយដៃវិញពួកឯពាក់នោះបានដេកស្ប៉ាតនៅលើដីទៅទូប្រុសបាននិយាយទៀតថាដោយសារតែខ្ញុំនៅចាំមុខឯងច្បាស់ដឹងថាខ្ញុំមករកមិនខុសកន្លែងទេបាននិយាយតែកំណាងថាឯងចំពាក់ខ្ញុំ120ដៃទៀតរៀបចំខ្លួនទទួលយកវាទៅហើយគ្នារបស់ពួកនោះក៏បានឃើញនាំគ្នាស្រែកថាស្អីគេនឹងមានរឿងអ្វីនឹងពួកវាក៏បានហៅគ្នាមកជាច្រើនអ្នកផងដែរហើយមានម្នាក់បាននិយាយថាតាមម្នាក់នឹងគឺជារណាទៅហើយក៏មានបុរសម្នាក់ក៏បាននិយាយដែរថានោះមិនមែនជាប្អូនប្រុសរបស់យើងទេអីប្រុសបានញញឹមតែកំណាចនឹងបាននិយាយថាអូសុទ្ធតែមនុស្សដែលស្គាល់គ្នាសោះតើហើយយើងមើលទៅពីអ្នកគេពិតជាលយមែនតើគួរឲ្យខ្លាចមែនទេខ្ញុំចង់មានន័យថាវាពិតជាគួរឲ្យខ្លាចណាស់ដែលត្រូវអង្គុយមើលខ្ញុំសាកល្បងសមត្ថភាពខ្លួនឯងថាតើខ្ញុំអាចទៅបានឆ្ងាយដល់កម្រិតណាសម្រាប់ថ្ងៃនេះអរគុណអ្នកគ្នាដែលទស្សនាវីដេអូនេះដល់ចប់កុំភ្លេចជួយ Subscribe Like និង Comment អ្នកមួយផងដើម្បីជាកម្លាំងចិត្តដល់ Admin លោកគ្នានៅភាគក្រោយ